Bà, số đấy nên tỏ khné và cũng mà cần video thâm mây bà. Chẳng dân chụp khné xa chỉ thâm mây là không video này trong nâng bằng hai nên tỏ khné ông pi rồi biệt là không cả đã lệ riêng xoay và vót là không cảm thị vượt. Chẳng đôi chỉ cả sân sông bỏ bóng pro mũi đá quạt bàn sân sông mà nhom nắng chui bằng hai có ông pi rồi biệt là không cả đã so xoay và vót là không cảm thị vượt chi bị sạc mày chắc là không video này nhưng nông bằng hai nhà tỏ khnéអំពីរបៀបនៅក្នុងការដាក់មុខងារមួយគឺមុខងារ numbering ដែលយើងធ្លាប់បានបង្ហាញកន្លងទៅហ្នឹងគឺលើកមុនខ្ញុំបានបង្ហាញជាទូទៅពីវាប្រើប្រាស់ទូទៅប៉ុន្តែនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបដាក់ numbering ប៉ុន្តែដាក់នៅក្នុងជាទម្រង់ភាសាខ្មែរមានលេខខ្មែរដូចតែអ្នកទាំងអស់គ្នាបានឃើញនៅលើរូបភាពនេះអញ្ចឹងបាទអញ្ចឹងក្នុងនេះខ្ញុំនឹងបង្ហាញយកតែម្ដងថាបើយើងចង់ដាក់ជាភាសាខ្មែរយើងត្រូវធ្វើដូចម្ដេចបាទអញ្ចឹងកុំឲ្យខាតពេកខ្ញុំសូមបង្ហាញយកតែម្ដងអញ្ចឹងជាដំបូងគឺបងប្អូនទៅធ្វើការបើកកម្មវិធី Word ថ្មីមួយមកហើយករណីបើសិនជាបងប្អូនទៅធ្វើការចង់ដាក់លេខរៀងស្វ័យប្រវត្តិជាទម្រង់ភាសាខ្មែរទី1គឺបងប្អូនត្រូវមាន font មួយយើងហៅថា lemon បាទអញ្ចឹងបងប្អូនត្រូវការ font lemon ហ្នឹងខ្ញុំនឹងតម្លាក់ link នៅខាងក្រោមសម្រាប់ Telegram បងប្អូនអាចចូលទៅ download ហើយនឹងទាញយកបានសម្រាប់ font ហ្នឹងគឺនៅក្នុង Telegram របស់ខ្ញុំខ្ញុំមាន channel Telegram មួយបងប្អូនអាចចូលទៅក្នុង channel ហ្នឹងទៅហើយទាញយក font ហ្នឹងយកមកប្រើប្រាស់តែម្ដងអញ្ចឹង font ហ្នឹងយើងប្រើយូរហើយគឺឈ្មោះវា lemon បាទអញ្ចឹងនេះ lemon font វាមានរូបរាងបែបហ្នឹងហើយបងប្អូនអាចធ្វើការ search ក៏បានដែរបាទយើងធ្វើការ search លើនេះមកចឹងពេលដែលយើងធ្វើការ search ទៅយើងវាយទាំង control វាយ lemon មកវាចេញមកហើយបងប្អូនបាទយើងវាយ lemon ចឹងមកបាទវាមាន lemon O1 S1 អីចឹងទៅបងប្អូនពីមុនមកធ្លាប់ប្រើ font ហ្នឹងចឹងសម្រាប់បងប្អូនដែលអត់អាចចូលទៅធ្វើការទាញយកបាននៅក្នុង channel Telegram របស់ខ្ញុំហើយ link នៅខាងក្រោមហ្នឹងបងប្អូនចុចចូលតាមហ្នឹងទៅបាទអូខេអញ្ចឹងកុំឲ្យខាតពេកខ្ញុំសូមបង្ហាញពីរបៀបដាក់numbering ជាភាសាខ្មែរហើយលេខខ្មែរបាទអញ្ចឹងជាដំបូងគឺយើងចូលមកកាន់numbering library នេះមកបងប្អូនធ្វើការជ្រើសរើសទៅលើពាក្យថា define new number format ហ្នឹងចុចត្រង់ហ្នឹងមកបាទបន្ទាប់ពីយើងចុចទៅត្រង់ហ្នឹងបងប្អូននឹងឃើញមានទម្រង់បែបនេះអញ្ចឹងនៅក្នុងនេះបើសិនជាយើងអូខេយើងនឹងបានទម្រង់ធម្មតាទូទៅដែលយើងប្រើសប្តាហ៍ថ្ងៃហ្នឹងមានលេខអីចឹងទៅបាទតែបើសិនជាករណីបងប្អូនចង់ធ្វើការយក font លេខខ្មែរគឺបងប្អូនចុចត្រង់នេះមកបាទចុចត្រង់ចំណុចអក្សរកន្លែង font នេះមកហើយក្នុងនេះមានច្រើនជម្រើសអញ្ចឹងបងប្អូនមើលខាងលើគេដាក់ Latin text នៅខាងលើវាមាន2មាន complete script ហើយនិង Latin text អញ្ចឹងបងប្អូនធ្វើការជ្រើសរើសទៅលើ Latin text ហ្នឹងមកអញ្ចឹងដោយសារយើងដឹងហើយខ្ញុំអូស font ហ្នឹងមកឈ្មោះវា Lemon ណាខ្ញុំសូមធ្វើការ search យកតែម្ដងបាទនេះបាទអញ្ចឹងបងប្អូនស្រឡាញ់ Lemon ប្រភេទណាបងប្អូនរើស mode ហ្នឹងទៅបាទអញ្ចឹងខ្ញុំឧទាហរណ៍ទេខ្ញុំរើស R1 ទៅបាទ R1 អញ្ចឹង Lemon R1 ហើយសម្រាប់ font ប្រភេទ style វាបងប្អូនចង់ដាក់ដិតក៏បានដាក់ជាប្រភេទ trade ក៏បានដែរអញ្ចឹងខ្ញុំសូមរើសប្រភេទធម្មតាទៅហើយសម្រាប់ទំហំ size បងប្អូនអាចធ្វើការរើសតាមធម្មតាទាំងជាក់ស្ដែងជាបទពិសោធន៍ខ្ញុំបានដាក់តេស្តមើលគឺដើម្បីឲ្យបានតម្រង់ប្រហាក់ប្រហែលអក្សរយើងគឺអក្សរ Unicode ហ្នឹងគឺយើងអាចយកត្រឹម20ឬក៏18ទៅអញ្ចឹងខ្ញុំយក20អីមកបាទអញ្ចឹងបងប្អូនឃើញគំរូវានៅលើនេះហើយបាទអញ្ចឹងយើងធ្វើការអូខេមកយើងអត់ផ្សេងទៀតយើងមិនបាច់ប៉ះពាល់វាទេយើងគ្រាន់តែប៉ុណ្្នឹងមកបាទហើយកន្លែងនេះបងប្អូនលុបចោលបើសិនជាអត់លុបអានេះចោលទេពេលដែលចប់មកគឺវាមានសញ្ញាខណ្ឌនឹងមកជាមួយដែរអញ្ចឹងណាអញ្ចឹងយើងធ្វើការលុបវាចេញមកបាទហើយយើងអូខេអញ្ចឹងយើងបានមកបែបនេះជាទម្រង់បែបនេះអញ្ចឹងបងប្អូនធ្វើការបបដូរ font មកឧទាហរណ៍ខ្ញុំយក OS រៀបអញ្ចឹងមកហើយកន្លែងនេះយើងប្រើ font ជាភាសាខ្មែរមកបាទយើងប្រើ Unicode ធម្មតាមកចឹងបងប្អូនវាយទៅចេញហើយ font ហ្នឹងយើងយក standard របស់វា standard វាគឺយក11ឬក៏12ទៅសម្រាប់បងប្អូនប្រើទូទៅចឹងណាបងប្អូនបាទអញ្ចឹងខ្ញុំយក11ទៅឬក៏12ក៏បានដែរបាទអញ្ចឹងយើងធ្វើការវាយបញ្ចូលមកបាទយើងធ្វើការវាយបញ្ចូលចឹងមកបាទហើយយើង enter មកយើងអាចវាយទៅវាអូតូអញ្ចឹងឃើញយើងបានបែបនេះមកបាទអញ្ចឹងបងប្អូនអាចធ្វើការវាយចឹងទៅអញ្ចឹងរបៀបដាក់គឺមានប៉ុណ្ណឹងហើយខ្ញុំសូមឆ្លើយទៅបងប្រុសម្នាក់ដែលគាត់ comment សួរហ្នឹងសូមអធិស្ឋានដែរចំពោះការយឺតយ៉ាវក្នុងការឆ្លើយដោយសារមួយរយៈហ្នឹងរវល់បាទអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេបងប្អូនអាចធ្វើការសាកតេស្តសាកល្បងមើលហើយខ្ញុំសូមបញ្ជាក់ម្ដងទៀតដែរបើសិនជាបងប្អូនអត់មាន font ប្រភេទ lemon ហ្នឹងទេគឺប្រើបានទេអញ្ចឹងតតែបងប្អូនដែលត្រូវការដាក់ហ្នឹងគឺត្រូវតែមាន font lemon និងជាមុនសិនបានអាចធ្វើការដាក់លេខរៀងជាស្វ័យប្រវត្តិជាភាសាខ្មែរនឹងបានបាទអ
ចឹងនៅក្នុងវីដេអូនេះមានប៉ុណ្ណឹងបាទសូមអរគុណចំពោះការតាមដានទស្សនារបស់អ្នកទាំងអស់គ្នាយើងជួបគ្នានៅក្នុងវីដេអូក្រោយបាទសូមអរគុណសូមជម្រាបលា